អូនទាំងអស់គ្នាទៅតែប្រឡងបាក់ឌុបអ្នកខ្លះដាក់ពាក្យចូលរៀនមុខជំនាញបច្ចេកទេសតាក់ទងជាមួយនឹង software engineering ឬមួយក៏ data science អីអត់តាន់គេត្រូវអត់ឥឡូវហ្នឹងគឺអស់បារម្ភហើយបងប្អូនអាចមកដាក់ពាក្យនៅ Tech Global បានធ្លាក់បាក់ឌុបក៏រៀនបានជាប់បាក់ឌុបក៏រៀនបានមកទៅមើលព័ត៌មានលម្អិតជាមួយបងចំនួនតាសួស្តីអ្នកនរគ្នាខ្ញុំចំនួនឥឡូវនេះគឺខ្ញុំបានមកជួបខាង Digital Marketing នៅសាលា Tech Global ឥឡូវខ្ញុំសួរគាត់ថាតើសាលាហ្នឹងមានមុខជំនាញអីគេខ្លះមិនបកស្រាយមកតាមពិតទៅនេះយើងមាន4មុខជំនាញយើងមាន Computer Software Engineering យើងមាន Computer Graphic Design យើងមាន Network Engineering ហើយនឹងមាន Data Science អញ្ចឹងមុខជំនាញ4ហ្នឹងសុទ្ធតែជាមុខជំនាញ on trend នៅលើទីផ្សាររបស់យើងសប្តាហ៍ថ្ងៃផងដែរហើយចង់សួរថាមុខវិជ្ជា on trend អញ្ចឹងសិស្សធ្លាក់បាក់ឌុបអីរៀនបានអត់បានសិស្សធ្លាក់បាក់ឌុបក៏គាត់រៀនបានសិស្សជាប់បាក់ឌុបក៏គាត់រៀនបានដែរជំនាន់ណាក៏គាត់រៀនបានដែរជាពិសេសយើងមានអាហារូបករណ៍ពី50ដល់ 100% សម្រាប់សិស្សគ្រប់និទេសផងដែរហើយបើសិនជាគាត់យកអាហារូបករណ៍តាមនិទេសក៏បានឬមួយក៏គាត់យកអាហារូបករណ៍តាមការប្រឡងក៏បានដែរហើយចុងបងលុយចូលរៀនហ្មងឬមួយត្រូវឆ្លងកាត់ការប្រឡងនិយាយទៅនៅនេះគឺត្រូវឲ្យសិស្សគាត់ឆ្លងកាត់ការប្រឡងដើម្បីឲ្យគាត់ទទួលបាន scholarship មានន័យថាគាត់បង់លុយសម្រាប់ការធ្វើដែល test បន្ទាប់មកគាត់ធ្វើ test ដើម្បីយក scholarship នោះផងដែរអញ្ចឹងបើសិស្សធ្លាក់បាក់ឌុបចប់2ឆ្នាំអាចតយកបញ្ញាបត្រនៅសាលាផ្សេងបានអត់បានយើងមានសាកលវិទ្យាល័យដៃគូដែលចាំជួយឲ្យពួកគាត់នៅក្នុងការដែលទៅទីនោះឆ្នាំទី3យើងហ្មងអូសាកលអីគេខ្លះយើងមាននៅខេមតិចក្នុងពុទ្ធិសាស្ត្រអូពុទ្ធិសាស្ត្រសាលារបស់ចំនួនតាអូអែមហើយសុំនឹងតម្លៃសាលាហ្នឹងក៏បានអត់មួយឆ្នាំបានចំពោះតម្លៃសាលាយើងមួយឆ្នាំ1250ប៉ុន្តែដោយសារតែយើងផ្ដល់ scholarship ឲ្យសិស្សពី50ទៅ 100% ចឹងសិស្សគាត់អាចកណនីតាមនឹងដែរបានតម្លៃប៉ុណ្ណឹងអត់ថ្លៃទេរៀងធូរថ្លៃដែរហើយយើងមានអាហារូបករណ៍អីទៀតហើយនៅហ្នឹងគេមានគេ focus លើការ practice លើការអនុវត្តឬមួយក៏ភាគច្រើនរៀនតែទ្រឹស្ដីអត់ទេនៅនេះយើងរៀនទៅលើការអនុវត្តច្រើនជាងទ្រឹស្ដីទៀតចុះគ្រូជនជាតិឬមួយក៏មិនគ្រូជាជនជាតិខ្មែរប៉ុន្តែគាត់ជាអ្នកដែលមានបទពិសោធន៍ការងារច្រើនឆ្នាំហើយគាត់ជាអ្នកដែលធ្វើការនៅតាមស្ថាប័នធំៗជាច្រើនដែលយើងបានអញ្ជើញពួកគាត់មកផងដែរហើយមួយទៀតសាលាហ្នឹងដូចរៀនខាងមុខជំនាញសិស្សបច្ចេកទេសចឹងរៀនតែមុខជំនាញឬមួយក៏មានពពួក soft skill ដូចជា PL ឬមួយក៏អង់គ្លេសអីដែរឬមួយក៏ focus លើtechnical និង soft ជំនាញរបស់យើងភាគច្រើនគឺផ្ដោតសំខាន់ទៅលើ technical ប៉ុន្តែក៏យើងមាន soft skill ឲ្យពួកគាត់នៅក្នុងការដែលត្រៀមខ្លួនចាប់យកនៅក្នុងវិស័យការងារផងដែរyes good ចឹងហើយគេមានចុះបេសកកម្មគេហៅគេ internship អីអត់មាននៅនេះគឺយើងផ្ដល់ការដែលឲ្យសិស្សគាត់ទៅ internship ផងដែរដើម្បីឲ្យគាត់យល់ដឹងពីថាអីទៅជាវិស័យការងារផ្ទាល់តែម្ដងអែមអ្នកគ្នាសម្រាប់ខ្ញុំចំនួនខ្ញុំ recommend ឲ្យបងប្អូនដែលអត់ទាន់បានដាក់ពាក្យចូលរៀននេះទេអាចមកដាក់ពាក្យចូលរៀនសាលាហ្នឹងបានយើងធ្លាក់បាក់ឌុបក៏ដោយក៏កុំអស់សង្ឃឹមដែរគឺមានមុខជំនាញហើយសំខាន់យើងរៀនហើយយើងអាចទៅតបញ្ញាបត្របានបើសិនជាបងប្អូនចាប់អារម្មណ៍ចង់មកដាក់ពាក្យនៅហ្នឹងអាចតាក់ទងតាម TikTok ដែលចំនួនមិនសិនប៉ុន្តែជប់សិនគេដាក់ពាក្យពីថ្ងៃណាដល់ថ្ងៃណាយើងចាប់ផ្ដើមទទួលពាក្យពីថ្ងៃដែលយើងប្រកាសរហូតទៅដល់ដើមខែ11ផងដែរអូខេនៅមានសង្ឃឹមអ្នកអត់ទាន់បានដាក់ពាក្យបាយបងប្អូនគ្នា